ជាបឋមខ្ញុំគណាសូមប្រគេនពរចំពោះមន្ត្រីសង្ឃខេត្តមានព្រះបលាត់លេខាអត់បានមកទេហើយនឹងមន្ត្រីសង្ឃជាអធិការតាមបណ្ដាវត្តទាំង7នៅក្នុងក្រុងសៀមរាបរបស់យើងនឹងដែលលោកបានជួយថែរក្សាចំពោះសមណៈសិស្សដែលបានស្នាក់នៅវត្តរបស់ព្រះអង្គរៀងៗខ្លួនសូមប្រគេនពរចំពោះសមណៈសិស្សទាំងអស់ហ្នឹងហើយសូមប្រកបដោយពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈជានិច្ចនិរន្តររៀងទៅថ្ងៃនេះជាថ្ងៃត្រូវយើងប្រឡងប្រកួតគ្នាដែលលោកគ្រូគុណពិសេសបានលើកបាញ់មិញអញ្ចឹងមានតែសមណៈសិស្សតែ40ទេត្រូវប្រឡងក្រៅពីហ្នឹងក៏ចូលរួមអបអរសាទរសូមអោយអង្គជាសមណៈសិស្សទាំង40មកសូមអោយបានជាប់ជាស្ថាពរក្នុងពេលប្រឡងនេះហើយការប្រឡងយើងយល់ហើយណាការប្រឡងគឺយើងត្រូវបញ្ចេញនៅសមត្ថភាពដែលខ្លួនខំប្រឹងរៀនសូត្រអស់រយៈពេលកន្លងមកហ្នឹងគឺយើងត្រូវបញ្ចេញនៅសមត្ថភាពអត់មានមើលគេឬមួយក៏មានអ្វីយកទៅជាលំអាងទេត្រូវតែនឹកត្រូវតែគិតធ្វើយ៉ាងណាឲ្យសតិបញ្ញាស្មារតីរបស់យើងហ្នឹងផុសដុសចេញតែម្ដងយើងកុំឲ្យអ្នកណាជួយបង្គាប់ជួយប្រាប់បើកាលណាយើងមិនចេញពីសមត្ថភាពរបស់យើងទេយើងនឹងប្រកាសជាធ្វើអ្វីក៏វាមិនបានសម្រេចដែរទាល់តែយើងមានសមត្ថភាពចេញពីខ្លួនយើងរៀងខ្លួនចឹងមិនព្រះលោកសំដែងហើយថាអត្តាហិអត្តនោនិថោហ្នឹងណាដល់ឯងបើកាលណាយើងទីពឹងខ្លួនឯងនេះជាពិតប្រកាសជាសច្ចធម៌បើកាលណាយើងរៀនហើយយើងរំពៃមើលគេសង្ឃឹមគេនៅពេលហ្នឹងវាអត់បានសមត្ថភាពរបស់យើងចេញដោយខ្លួនយើងអញ្ចឹងសូមប្រគុណម្ចាស់គ្រប់អង្គមិនមែនតែត្រឹមតែព្រះអង្គប្រឡងហ្នឹងទេគ្រប់អង្គធ្វើយ៉ាងណាឲ្យមានបញ្ញាស្មារតីរបស់យើងឲ្យបានគ្រប់អង្គដើម្បីកសាងប្រទេសជាតិមាតុភូមិរបស់យើងគិតយ៉ាងវិញណាពីព្រោះអីប្រទេសយើងបើមានអ្នកចេះអ្នកដឹងអ្នកមានកម្រិតវប្បធម៌ខ្ពង់ខ្ពស់យើងអភិវឌ្ឍប្រទេសយើងហ្នឹងឥតមានអ្នកណាមើលងាយយើងទេបើកាលណាយើងល្ងងយើងអត់ចេះអត់ដឹងជាតិសាសន៍ដទៃគេអាចមើលងាយយើងណាកន្លងមកយើងដឹងហើយរឿងសង្គ្រាមប្រហែលថ្ងៃហ្នឹងគឺគេវាស់សមត្ថភាពរបស់យើងក៏យើងមានកម្លាំងខ្លាំងដែរអត់អីទេដោយសារអីដោយសារប្រមុខដឹកនាំរបស់យើងក៏លោកមានបទពិសោធន៍ច្រើនដោយសារចំណេះជំនាញដឹងរឿងទាំងអស់ចឹងបានមិនអាចសត្រូវណាមកយាយីបៀតបៀនយើងបានទេសូមឲ្យប្រគុណម្ចាស់បណ្ដុះនៅសតិស្មាញ់បញ្ញាស្មារតីនឹងឲ្យមនសិការៈជាតិឲ្យបានច្រើនការពារទឹកដីជាតិមាតុភូមិរបស់យើងបើយិតយើងអស់ដីសូនហើយមិនដឹងទៅនៅណាទេណាទៅជនជាតិភាគតិចជាមួយគេដែរក៏មិនដឹងចឹងខំប្រឹងមែនទេដល់បានហើយទាំងអស់គ្នាណាមិនមែននេះទេយើងសាមគ្គីគ្នាបានរស់បែកបាក់សាមគ្គីស្លាប់នឹងច្បាប់បុរាណលោកពោលចឹងខ្ញុំកណាក៏សូមប្រគេនពរទេចុងក្រោយនឹងសូមប្រគុណម្ចាស់គ្រប់អង្គនឹងប្រឹងប្រែងខ្លួនឯងកុំអោយពឹងអ្នកដទៃសូមអោយបានសម្រេចជោគជ័យនៅការប្រឡងនេះសូមអោយបានជាប់ទាំងអស់គ្នាណាសូមអនុមោទនាសូមបញ្ចប់ប៉ុណ្្នឹងឯង